សូមជម្រាបសួរបងប្អូនដែលចង់ចិញ្ចឹមត្រីក្រាញ់នៅថ្ងៃនេះខ្ញុំមានប្រធានបទមួយពាក់ព័ន្ធជាមួយទៅនឹងការរៀបចំទឹកដើម្បីចិញ្ចឹមត្រីក្រាញ់របស់យើងឲ្យបានល្អដូចបងប្អូនបានឃើញនៅក្នុងវីដេអូរបស់ខ្ញុំនេះខ្ញុំមិនដឹងថាបងប្អូនមើលទៅឃើញថាវាមិនដែរទេប៉ុន្តែចំពោះត្រីក្រាញ់ដែលជាក់ស្ដែងនៅក្នុងស្រាប់របស់ខ្ញុំនេះគឺវាល្អអញ្ចឹងឯងមានត្រីខ្លះហ្នឹងទម្ងន់រហូតដល់កន្លះគីឡូក៏មានបាទជាទូទៅភាគច្រើនត្រីវាមានទម្ងន់ខ្ទង់3ទៅ4ខាំអានឹងសមរម្យណាប៉ុន្តែត្រីដែលខ្ញុំចិញ្ចឹមនេះវាឈាន1ទៅដល់កន្លះគីឡូឬក៏ជាងកន្លះគីឡូក៏មានដែរអត់បានថ្លឹងជូនបងប្អូនមើលទេពាក់ព័ន្ធជាមួយនឹងត្រីរបស់ខ្ញុំនេះចាំមើលមានវីដេអូក្រោយៗទៀតខ្ញុំថ្លឹងជូនបងប្អូនមើលតែម្ដងថាអ្វីដែលខ្ញុំនិយាយថាត្រីមួយទម្ងន់កន្លះគីឡូ3-4ខាំសម្រាប់ត្រីក្រាញ់នេះតើវាពិតដែរទេចឹងមុនចូលទៅដល់ក្នុងសេចក្តីនៃការរៀបរាប់អំពីការរៀបចំទឹកសម្រាប់ចិញ្ចឹមត្រីក្រាញ់នេះខ្ញុំសូមរំលឹកជូនបងប្អូនដែលមានចិត្តចង់ចិញ្ចឹមត្រីក្រាញ់ថាចំពោះការរៀបរាប់របស់ខ្ញុំនេះគឺខ្ញុំរៀបរាប់ដោយលម្អិតទៅតាមបច្ចេកទេសដែលខ្ញុំបានធ្វើទៅតាមបទពិសោធន៍ដែលខ្ញុំបានធ្វើក៏មានបងប្អូនយើងខមមិនថានិយាយច្រើនម៉េះអញ្ចឹងការធ្វើវីដេអូរបស់ខ្ញុំនេះខ្ញុំដូចជាអត់មានគិតលុយឬក៏ត្រូវគិតអីពីបងប្អូនទេហើយក៏មិនមែនជាអ្នកដែលរកលុយនៅតាម YouTube តាមអីដែរបងប្អូនមើលវីដេអូខ្ញុំទៅតើវាសមរម្យនឹងរកលុយទៅតាមនឹងអត់ខ្ញុំឃើញការចិញ្ចឹមរបស់ខ្ញុំនេះវាល្អអញ្ចឹងក៏មានចិត្តចែករំលែកបទពិសោធន៍ដែលខ្ញុំបានធ្វើនេះចែកជូនទៅកាន់បងប្អូនដែលមានចិត្តចង់ចិញ្ចឹមពិតប្រាកដមែនហើយការរៀបរាប់របស់ខ្ញុំបងប្អូនមើលវីដេអូរបស់ខ្ញុំទៅគឺខ្ញុំរៀបរាប់លម្អិតតាំងពីដើមរហូតដល់ចប់ការធ្វើបែបនេះគឺដើម្បីឲ្យបងប្អូនយល់ជ្រាបថាបងប្អូនអាចធ្វើបានប៉ុន្តែមានបងប្អូនយើងខ្លះនោះគាត់ចង់បញ្ញាប់ថាបើបញ្ញាប់បងប្អូនមិនបាច់មើលវីដេអូនេះរបស់ខ្ញុំទេទៅមើលវីដេអូអ្នកដែលគាត់ធ្វើបញ្ញាប់អាលក្ខណៈថាកាត់ចោះទៅពេលដែលបងប្អូនចំទៅវាងាប់ធ្វើមិនបានតាំងនិយាយថាធ្វើទៅវាងាប់មិនបានទេអត់ចង់មើលប៉ុន្តែចំពោះវីដេអូមិនថាវីដេអូរបស់ខ្ញុំវីដេអូបងប្អូនដទៃទៀតដែលគាត់ធ្វើការចែករំលែកហើយគាត់និយាយច្រើនពាក់ព័ន្ធជាមួយទៅនឹងការចិញ្ចឹមបច្ចេកទេសនៃការរៀបចំបងប្អូននិយាយថាវីដេអូវែងនិយាយតប៉ែអីចឹងណាប៉ុន្តែរឿងទាំងអស់នេះវាមិនមែនជារឿងតប៉ែទេបងប្អូនដែលចង់ចិញ្ចឹមពិតប្រាកដព្យាយាមស្ដាប់ឲ្យបានច្រើនយើងធ្វើបានហ្នឹងហើយតើឥឡូវយើងចូលទៅដល់របៀបនៃការរៀបចំទឹកសម្រាប់ចិញ្ចឹមត្រីក្រាញ់របស់យើងហើយនៅពេលនេះខ្ញុំចង់និយាយតែពាក់ព័ន្ធជាមួយទៅនឹងការចិញ្ចឹមត្រីក្រាញ់ដោយប្រើអាងតង់របស់យើងដូចនៅក្នុងវីដេអូនេះហើយនឹងការប្រើប្រាស់ទឹកកណ្ដូងសម្រាប់ចិញ្ចឹមអញ្ចឹងការរៀបចំទឹកពីដំបូងនេះគឺវាមានសារៈសំខាន់ណាស់បងប្អូនសំខាន់មែនតែនកូនត្រីរបស់យើងងាប់រស់គឺសំខាន់ទៅលើការរៀបចំទឹកនេះឯងអញ្ចឹងហើយបានខ្ញុំលម្អិតចេញវីដេអូមួយដាច់ដោយឡែកចំពោះការរៀបចំទឹកមិនមែនជារឿងថ្មីទេសម្រាប់បងប្អូនដែលចិញ្ចឹមត្រីរួចហើយប៉ុន្តែសម្រាប់បងប្អូនដែលចាប់ផ្ដើមឬក៏រៀបចំនឹងចាប់ផ្ដើមចិញ្ចឹមអាចមើលវីដេអូនេះពីដើមរហូតដល់ចប់បានបាទខ្ញុំនិយាយដំបូងពីការរៀបចំអាងតង់ការរៀបចំអាងតង់របស់យើងបងប្អូនអាចរៀបចំអាងតង់ទៅតាមសេចក្តីត្រូវការឬក៏ចំណង់ចំណូលចិត្តរបស់បងប្អូនបើសម្រាប់ខ្ញុំនេះខ្ញុំរៀបចំ3x5 ម៉ែត្រអានេះគឺជារឿងមួយដែលខ្ញុំអាចគ្រប់គ្រងបានហ្នឹងហើយចំពោះទឹកនេះគឺខ្ញុំប្រើទឹកកណ្ដូងដោយខ្ញុំបានប្រាប់ពីខាងដើមការប្រើប្រាស់ទឹកកណ្ដូងដែលបូមចូលអាងតង់របស់ខ្ញុំនេះគឺខ្ញុំដាក់កម្ពស់វាខ្ទង់6ទឹកហ្នឹងហើយបងប្អូនមានបងប្អូនខ្លះគាត់សួរថាតើអាងតង់បូមទឹកចូលគួរតែដាក់កម្ពស់ប៉ុន្មានខ្ញុំប្រាប់ឲ្យហើយហ្មងទៅថាយើងដាក់កម្ពស់វា6ទឹកការបូមចូលទៅក្នុងអាងតង់នេះបើសម្រាប់បទពិសោធន៍របស់ខ្ញុំគឺខ្ញុំទុកចោលរយៈពេលពី1សប្តាហ៍ទៅ2សប្តាហ៍ប៉ុន្តែខ្ញុំប្រើរយៈពេលយូរខ្ញុំប្រើរយៈពេល2សប្តាហ៍ប៉ុន្តែបងប្អូនអាចប្រើរយៈពេល1សប្តាហ៍បន្ទាប់ពីនឹងមកគឺយើងលាងទឹកនៅក្នុងអាងតង់របស់យើងចេញវិញឲ្យស្អាតបងប្អូនជៀសវាងមានការពុលអីផ្សេងហ្នឹងហើយបន្ទាប់ពីនឹងមកគឺយើងដាក់ទឹកថ្មីចូលរយៈពេលបើសម្រាប់បទពិសោធន៍របស់ខ្ញុំទុករយៈពេលកន្លះខែ
ខ្ញុំដាក់កាផ្លោកដាក់អីចូលទៅដើម្បីឲ្យប្រកាសថាខ្ញុំអាចចិញ្ចឹមត្រីបានក្នុងអំឡុងពេលកន្លះខែនេះគឺខ្ញុំតាមដានមើលទឹកថាតើវាមានតកៅទឹកអត់អញ្ចឹងណាករណីដែលមានតកៅទឹកគឺយើងអាចចិញ្ចឹមត្រីបាននៅក្នុងរយៈពេល2សប្តាហ៍ហ្នឹងបើថាទឹករបស់យើងវាអត់ពុលទេអញ្ចឹងការដាក់ទឹកចូលនេះគឺយើងត្រូវបាចអំបិលដែរបងប្អូនអាចថាលៃទៅតាមហ្នឹងបើសម្រាប់តង់ខ្ញុំ3គុណនឹង5ខ្ញុំដាក់កន្លះគីឡូអីនោះដើម្បីឲ្យទឹករបស់យើងវាសាបលឿនខ្ញុំអត់ប្រើឧបករណ៍វាស់ pH ទេខ្ញុំប្រើជាលក្ខណៈធម្មជាតិដោយផ្ដោតទៅលើមើលថាមានតកៅទឹកគឺត្រីអាចរស់បានដែរព្រោះវាមានសត្វផ្សេងៗដែលអាចរស់បាននៅក្នុងទឹកបានអញ្ចឹងណាប៉ុន្តែបើសិនជាបងប្អូនយកល្អគឺអាចថាយើងទិញឧបករណ៍វាស់ pH មួយមកហ្នឹងហើយទឹកដែលយើងអាចចិញ្ចឹមត្រីបានល្អចន្លោះយើងនិយាយថា7ទៅ8ហ្នឹងគឺយើងចិញ្ចឹមត្រីបានល្អហ្នឹងហើយបងប្អូនបន្ទាប់ពីយើងរៀបចំទឹកបានល្អហើយក្នុងរយៈពេលកន្លះខែហ្នឹងហើយបងប្អូនអាចធ្វើការដាក់កូនត្រីរបស់យើងពូជត្រីក្រាញ់ដែលបងប្អូនអាចបជាទិញពីពេកមួយចំនួនដែលគាត់លក់ហ្នឹងគឺល្អបងប្អូនហ្នឹងហើយអញ្ចឹងគឺយើងអាចដាក់កូនត្រីរបស់យើងចូលបានដែរក្នុងរយៈពេលហ្នឹងអញ្ចឹងវីដេអូនេះគ្រាន់តែជាការសង្ខេបនៃការរៀបចំទឹកជូនបងប្អូនតែប៉ុណ្ណេះនៅវីដេអូក្រោយៗទៀតខ្ញុំនឹងចេញវីដេអូបន្ថែមទៀតពាក់ព័ន្ធជាមួយទៅនឹងការប្រឡែងកូនត្រីថាធ្វើយ៉ាងម៉េចឲ្យកូនត្រីរបស់យើងល្អមានសុខភាពល្អហើយអត់ងាប់ហ្នឹងហើយសូមអរគុណសូមជម្រាបលា